សួស្តីបងប្អូនអរគ្នានេះយើងរៀនអំពីលំហាត់ត្រៀមប្រឡងណាលោកគ្រូបានជួយតាណែនាំរបៀបធ្វើកិច្ចការហ្នឹងហើយការស្រាវជ្រាវលើបងប្អូនខ្លួនឯងណាហ្នឹងហើយតោះឥឡូវយើងចាប់ផ្ដើមណាលំហាត់ទី1គឺអីគេបងប្អូនចូលបកប្រែពាក្យទាំងនេះជាភាសាខ្មែរណាអញ្ចឹងពាក្យទាំងអស់ហ្នឹងគេឲ្យយើងបកជាភាសាខ្មែរណាបកខ្មែរកន្លែងនេះមកឧទាហរណ៍ថា classmate អញ្ចឹងយើងបកថាមិត្តរួមថ្នាក់ library យើងបកថាម៉េចយើងរៀនសិក្សាខ្លួនឯងស្រាវជ្រាវខ្លួនឯងមកណាលេខ2នេះគេឲ្យយើង listen and take អញ្ចឹងចូលស្ដាប់និងគូសសញ្ញាដោយសារយើងឲ្យមានឧបករណ៍ស្ដាប់ដូច្នេះយើងគូសតែសញ្ញាត្រូវសម្រាប់ take សញ្ញាខុសគឺសញ្ញាខ្វែងគឺក្រោះនឹងឯងណាយើងមើលទៅតាមវិជ្ជាករណាបងប្អូនណាអញ្ចឹងឥឡូវយើងមើលគំរូមួយអញ្ចឹងកន្លែងនេះ you we they ប្រើជាមួយ are not ណាប្រើមួយ are not ហើយមួយទៀត you we they ប្រើជាមួយពាក្យកាត់បែបនេះអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺខាងនេះគឺ are not ខាងនេះគឺខុសយើងខ្វែងដោយសារអីកាត់របស់វាមិនមែនអញ្ចឹងទេកាត់របស់ are not គឺបែបនេះគឺ an អញ្ចឹងខាងចម្លើយនេះខុសយើងក្រោះចម្លើយនេះត្រូវយើង take វាឥឡូវលេខ3យើងរៀនអំពីហើយនឹង earn មានន័យថាលំហាត់នេះគេឲ្យដាក់ នឹង earn អញ្ចឹងយើងដឹងហើយប្រើនៅសំឡេងជញ្ជាអ្នក I earn ប្រើនៅសំឡេងស្រៈអញ្ចឹងយើងគឺមើលពាក្យនេះណាពាក្យនេះផ្ដើមដោយអក្សរ A ដូច្នេះវាជាសំឡេងស្រៈដូច្នេះយើងប្រើ earn ចំណែកពាក្យនេះដោយអក្សរ D ផ្ដើមដោយអក្សរ D ជាសំឡេងជួយដូច្នេះយើងប្រើអញ្ចឹងសល់ប្រមាណយើងសិក្សារកចម្លើយខ្លួនឯងណាអញ្ចឹងយើងចូលលេខបន្តទៀតគឺលេខ4គេឲ្យយើងដាក់ពាក្យទាំងអស់នេះឲ្យបានត្រឹមត្រូវតាមលំដាប់ឧទាហរណ៍នេះដូចជាពីមានពាក្យ your what name is សញ្ញាសួរណា question mark ហ្នឹងអញ្ចឹងចម្លើយត្រឹមត្រូវតើយើងសួរថាម៉េច what is your name អាហ្នឹងមិនត្រឹមត្រូវគឺតើអ្នកឈ្មោះអីអញ្ចឹងកន្លែងដូចគ្នាដែរ is and it not ហើយនឹងពាក្យនេះណាមិនពាក្យនេះទេណា and អញ្ចឹងនេះបកថាស្រមោចអញ្ចឹងយើងតម្រៀបវាមកគឺ it is not an ant គឺវាមិនមែនជាស្រមោចមួយទេនេះបានត្រឹមត្រូវយើងតម្រៀបអញ្ចឹងណាហ្នឹងហើយនេះរបៀបតម្រៀបឯលំហាត់ទី5គឺតាក់ទងនឹងការអានអញ្ចឹងឲ្យយើងអានអត្ថបទទាំងអស់នឹងឲ្យចប់មកហើយគឺមានសំណួរនេះ5សំណួរខាងក្រោមសួរ what is her name នាងឈ្មោះអីចម្លើយមាន2ឲ្យយើង tick ណាអាណាត្រូវយើង tick សញ្ញា tick អាណាខុសយើងក្រោះវាណាអញ្ចឹងយើងមើលអត្ថបទអញ្ចឹងគេសួរនេះមានសំណួរសួរខាងក្រោយទៀតណា what is her name តើនាងឈ្មោះអីអញ្ចឹងអត្ថបទនេះនាងឈ្មោះអីនេះគេដាក់នេះ hi my name is Farah អញ្ចឹងចម្លើយមាន2 her name is Farah មួយទៀត her name is Tida អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ her name is Farah អញ្ចឹងយើង tick មកហើយចម្លើយដែលខុសនោះគឺ Tida គឺក្រោះណាអូខេបន្ទាប់មកទៀតមានសំណួរថាតើនាងមកពីប្រទេសណាណានាងមកពីម៉ាឡេនាងមកពីចិនអញ្ចឹងអានបទហ្នឹងទៅតើពាក្យមួយណាដែលត្រឹមត្រូវណាអញ្ចឹងអត្ថបទលោកគ្រូមានតែប៉ុណ្្នឹងហើយយើងសិក្សាតើជ្រាបខ្លួនឯងឆ្ងល់កន្លែងណាចាំអាចសួរលោកគ្រូពេលក្រោយបានណាហ្នឹងហើយ